ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវនៅក្នុងខែកុម្ភៈនេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នករលុយបានគឺអត់សល់ចាឲ្យតែចាប់ផ្ដើមមានលុយមានហេតុឲ្យចេញទៅវិញចាហើយនៅក្នុងខែកុម្ភៈនេះក៏ត្រូវប្រយ័ត្នអាចមានចំនួនរឿងលុយកាក់ដែរណាហើយតំណែងលុយកាក់របស់អ្នកឃើញថាយើងអាចរកបានមានរឿងល្អៗដែលធ្វើឲ្យយើងអាចធ្វើអីគិតអីចឹងចេះតែរកចំណូលចូលមកបានប៉ុន្តែនៅក្នុងឱកាសនេះមានលុយពេលណាមានបញ្ហាពេលហ្នឹងចឹងធ្វើលោកអ្នកមានអារម្មណ៍ថាហេតុអីបើបានលុយកាក់របស់យើងអត់សូវមានភាពនឹងណនៅក្នុងពេលនេះចឹងណាចឹងបើសិនជាលោកអ្នកអាចថាប្រយ័ត្នប្រយែងចេះគ្រប់គ្រងបានល្អមិនធ្វើឲ្យយើងមានបញ្ហាទេចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងសុខភាពចាលេខសុខភាពរបស់អ្នកក៏ឃើញត្រូវចំណាយលុយកាក់ទៅលើរឿងសុខភាពដែរអាចមានបញ្ហាសុខភាពអញ្ចឹងលោកអ្នកត្រូវប្រយ័ត្នព្រោះមានជាងលេខដែលលោកអ្នកអាចជួបមុខពេទ្យណាចាហើយសម្រាប់រឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឱកាសនេះអ្នកកើតឆ្នាំឆ្លូវឃើញថាការងាររបស់លោកអ្នកអាចនឹងមានការងារចូលមកច្រើនដែលធ្វើលោកអ្នកត្រូវរើសត្រូវសម្រេចចិត្តអញ្ចឹងនៅក្នុងឱកាសនេះការសម្រេចចិត្តធ្វើការងារណាមួយលោកអ្នកត្រូវតែច្បាស់លាស់ខ្លួនឯងមិនចឹងទេនឹងអាចមានឱកាសសម្រេចចិត្តខុសចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងការរកស៊ីឃើញថាដំណើរការនៃការរកស៊ីរបស់លោកអ្នកអត់អីទេយើងអាចនឹងមានដំណើរការបានជាធម្មតាការលក់ដូរការជួញដូរអីអាចមានលទ្ធផលចាប៉ុន្តែក៏គួរប្រយ័ត្នតិចដែរបើសិនជាលោកអ្នកត្រូវរកស៊ីឬក៏ជួញដូរជាមួយមនុស្សភេទប្រុសត្រូវប្រយ័ត្នព្រោះអាចមានឱកាសគេមានគំនិតមិនល្អគេអាចក្បត់យើងណាចាសម្រាប់ពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូសម្រាប់លោកអ្នកដែលមានដៃគូជីវិតគូរបស់អ្នកនៅក្នុងខែកុម្ភៈនេះផ្ទាល់ឃើញថាលោកអ្នកអាចនឹងមានភាពអធិស្ឋានគ្នាច្រើនមិនថាមាននឹងអីទេលោកអ្នកអាចព្យាយាមអត់ឱនគ្នាហើយនៅក្នុងខែនេះអ្នកកើតឆ្នាំឆ្លូវអាចនឹងទទួលបានរឿងភ្ញាក់ផ្អើលអីមួយអាចថាដៃគូរបស់គាត់អាចនឹងមក surprise យើងអីចឹងណាចាហើយសម្រាប់លោកអ្នកដែលនៅតែនៅក្នុងខែកុម្ភៈនេះឃើញថាលោកអ្នកអាចនឹងមានអ្នកលួចពេញចិត្តឬក៏អាចថានឹងមានអ្នកលួចចាប់អារម្មណ៍ចំពោះលោកអ្នកហើយលោកអ្នកផ្ទាល់ក៏អាចកំពុងលួចមានចិត្តឲ្យអ្នកណាដូចគ្នាណាអញ្ចឹងឱកាសនេះអាចចាប់អារម្មណ៍ទៅអ្នកចិត្តខ្លួនមានសកម្មភាពអីប្លែកៗអត់អាចថាគេកំពុងចាប់អារម្មណ៍ចំពោះលោកអ្នកណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងឱកាសនេះក៏ដូចជាខែនេះផ្ទាល់អ្នកកើតឆ្នាំឆ្លូវគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការវេលុយបាញ់លុយតាមទូរស័ព្ទការដាក់លុយតាមកង់អីហ្នឹងចាគួរប្រយ័ត្នតិចចាព្រោះអាចថាប្រយ័ត្នមានបញ្ហាភ័ន្តច្រឡំតួលេខហ្នឹងវិញនឹងធ្វើឲ្យមានការខាតបង់ដែរអញ្ចឹងគួរប្រយ័ត្នចំណុចនេះណាចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺសារធ្វើបុណ្យជាមួយការជួយតាមមន្ទីរពេទ្យចាដើម្បីជាការលើករាសីពណ៌លើករាសីសម្រាប់លោកអ្នកគឺមានពណ៌សនិងពណ៌ក្រហមណាចាលេខសំណាងរបស់លោកអ្នកគឺមានលេខ15